សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មីឌីម៉ុនយើងក៏បានជួបចំពោះរឿងខ្ញុំគឺជាព្រះបិសាចស៊ីซั่ន2តែកុំឲ្យខាតពេលវែងឆ្ងាយចូលរឿងរបស់យើងភាគទី2ឲ្យច្រឡំវគ្គទី2សោះណានិយាយច្រើនមែនដែលយើងក៏បានដឹងផងដែរថាកញ្ញាដែលពាក់ខោអាវក្រហមហ្នឹងគឺបានដឹងឲ្យថាយកមនុស្សសម្ដែងមិនល្អនោះទេប៉ុន្តែយើងកុំខ្វល់យើងមើលអំពីបរិយាចំណាស់ម្នាក់នេះគឺបានវាយប្រហារទៅកាន់អាប៉ែម្នាក់នោះដល់ថ្នាក់បានធ្វើឲ្យអ្នកមើលហ្នឹងគឺកំពុងតែមានការភ័យខ្លាចដោយគាត់បានគិតថាមើលទៅការវាយប្រហារមួយនោះពិតជាអាចឈ្នះបានហើយប៉ុន្តែប៉ែនោះបែរជាក្រឹកឡើងដូចជាសំវីអញ្ចឹងហប់មកវាយប្រហារទៅកាន់ចំពោះបរិយាម្នាក់នោះដែលគាត់ក៏មានការឆ្ងល់ផងដែរប៉ុន្តែមើលទៅទោះបីជាគាត់ខំវាយបកវិញយ៉ាងណាក៏ដោយប៉ុន្តែបានឃើញថាមើលទៅអាប៉ែនោះដូចជាគ្មានរឿងអ្វីកើតឡើងសោះស្រាប់តែរូបរាងអាប៉ែនោះប្រែវ័យទៅខ្ល้ายទៅជារូបរាងពណ៌ខៀវក៏បានចាប់ផ្ដើមវាយប្រហារទៅកាន់ចំពោះបរិយាម្នាក់នឹងតែម្ដងមនុស្សនៅទីនោះចាប់ផ្ដើមមានការភ័យខ្លាចរត់ចាកចេញពីទីនេះដោយយើងឃើញថាអាពណ៌ខៀវនឹងចង់វាយប្រហារទៅកាន់ចំពោះកញ្ញាបាសីប៉ុន្តែជាសំណាងល្អហើយដែលអុកខុងរបស់យើងគឺមកទប់ទាន់ប៉ុន្តែបានឃើញថាកញ្ញាម្នេះបាននិយាយថាមើលទៅអ្នកបែរជាមើលងាយចំពោះសមត្ថភាពរបស់វាខ្លាំងពេកហើយដោយយើងគឺអាចឃើញថាជាមួយនឹងអ្វីទេបានលេបត្របាក់ទៅកាន់ចំពោះសុនអុកខុងយើងជាមួយនឹងដំបងពណ៌មាសរបស់គេបាទទៅហើយការពិតទៅនេះគឺសត្វតែជាគម្រោងរបស់ពួកគេដែលគឺជាមនុស្សមកពីក្នុងពិភពពណ៌ខៀវដែលពួកគេមកទីនេះចង់សាកល្បងជាមួយអំណាចរបស់អង្គការវិនិច្ឆ័យកញ្ញាបាហ្នឹងក៏បង្កើនជាមួយនឹងសុបិនអ្វីមួយដាក់ទៅកាន់ចំពោះកញ្ញាបាក់សីរបស់យើងមើលទៅចំពោះការបង្កើតជាមួយសុបិននេះហាក់បីជាគ្មានផលប្រយោជន៍ទៅកាន់ចំពោះកញ្ញាបាក់សីឡើយទោះបីជានាងបានប្រើជាមួយនឹងការបំភាន់អ្វីគ្រប់យ៉ាងក៏ដោយប៉ុន្តែមើលទៅកញ្ញាបាក់សីរបស់យើងហ្នឹងគឺនៅតែអាចបំផ្លាញអ្វីគ្រប់យ៉ាងទាំងអស់នោះតែម្ដងសម្រាប់ចំពោះនាងគឺ easy តែម្ដងដោយតែហ្នឹងគឺយើងបាញ់និយាយច្រើនទេដឹងត្រឹមថាកញ្ញាបាសីគឺអាចបំបីជាមួយនឹងការបំភាន់មនុស្សបានបាទទៅហើយមើលទៅណាគឺពិតជាខ្សោយជាខ្លាំងដូច្នោះនាងនឹងចាប់ផ្ដើមដាក់ទរណកម្មចំពោះកញ្ញាម្នាក់នឹងតែម្ដងបញ្ចេញជាមួយនឹងអំណាចនៃថាមពលភ្លើងរបស់នាងដុតទៅកាន់ចំពោះកញ្ញាម្នាក់នឹងជាពិសេសនឹងយ៉ាងស៊ីរបស់យើងគឺកំពុងតែមើលអំពីពួកគេដោយយើងបានឃើញថាចំពោះមនុស្សដែលមកពីពិភពពណ៌ខៀវនឹងគឺចង់រត់ចាកចេញពីទីនេះប៉ុន្តែយើងបានឃើញបរិបម្នាក់គឺចង់វាយប្រហារយ៉ាងណាក៏ដោយត្រូវបានយ៉ាងស៊ីរបស់យើងគឺបានដណ្ដើមមកមុនបាទទៅហើយគាត់ក៏បានដឹងផងដែរឬក៏មានការសង្ស័យចំពោះអាប៉ែម្នាក់នឹងប៉ុន្តែខ្ជិលខ្វល់ច្រើនខ្លាំងណាស់គាត់ក៏ចង់សាកល្បងស្រូបយកជាមួយនឹងអំណាចនៃថាមពលមនុស្សនៅក្នុងពិភពលោកពណ៌ខៀវគាត់ទទួលបានជាមួយនឹងថាមពលកម្រិត S rank តែម្ដងមើលទៅវាគឺពិតជាលយមែនតែនដោយឈ្មោះជំនាញរបស់វាគឺឈាមសមុទ្រជ្រៅយើងក៏បានឃើញផងដែរថាសុនលខុងនឹងដូចជាគ្មានរឿងអ្វីកើតឡើងសោះត្រឹមតែសម្រាប់នឹងអាចគិតថាចាប់ការជាមួយខ្លួនដោយរបៀបណាទៅតែគាត់ក៏បានមិននិយាយជាមួយនឹងយ៉ាងស៊ីរបស់យើងផងដែរនិយាយទៅមនុស្សតែមួយសោះប៉ុន្តែសម្ដែងសមចយៈយើងបានឃើញចំពោះបរិម្នាក់ដែលត្រូវបានគេវាយរឹងរបួសស្រាប់តែក៏មានបណ្ណាគេម្នាក់ប្រកួតចំពោះស្រមុកគឺសម្រាប់ចូលទៅក្នុងអង្គការវិនិច្ឆ័យកម្មម្ដងចំពោះនៅក្នុងកន្លែងទីស្នាក់ការរបស់អង្គការវិនិច្ឆ័យរបស់ពួកគេវិញដោយចំពោះយ៉ាងស៊ីគឺកំពុងតែនិយាយគ្នាជាមួយនឹងកញ្ញាបាក់សីតែម្ដងដោយយ៉ាងស៊ីរបស់យើងគឺចង់ដឹងថាលើនេះមានមនុស្សប្រមាណអ្នកហើយដែលបានចូលរួមជាមួយនឹងអង្គការរបស់ពួកគេនាងគឺបានប្រាប់ថាមានមនុស្ស6នាក់មកពីសមុទ្រសេរី3នាក់មកពីសមុទ្រវីរៈបរោះចំណែក2នាក់ទៀតគឺសមុទ្រឈាមដែកនិង2នាក់ចុងក្រោយគឺមនុស្សដែលមកពីសមុទ្របុកវើយ៉ាងណាក៏ដោយសារតែខ្លួនដឹងថាខ្លួនក៏ត្រូវតែបង្កើនជាមួយនឹងកម្រិតក៏អាប់ក្រេតជាមួយនឹងកម្រិតមួយទៀតគឺបានឡើងទៅដល់ S rank 2ដើមបាទទៅហើយដោយឈ្មោះថាមពលមួយនោះគឺជាគូបនិមិត្តបន្តពីថាមពលមួយនោះវាបានឈានទៅដល់កម្រិត S rank 2ដើមវាក៏មានជាមួយនឹងសមត្ថភាពមួយទៀតដោយបានប្រាប់ថាដោយថាមពលគូបនឹងគឺមិនអាចដាក់ជាមួយនឹងសត្វមានជីវិតបាននោះទេគេក៏មានការឆ្ងល់ក៏បានសាកល្បងជាមួយនឹងត្រីរស់បន្ទាប់ពីបានដាក់ទៅបានដឹងថាថាមពលនោះគឺបានស្រូបយកជាមួយនឹងកម្លាំងជីវិតហើយគេក៏អាចវាយប្រហារគឺទៅតាមលំហបានផងដែរឥឡូវនេះខ្លួនគឺកាន់តែរីកចម្រើនជាងមុនបាទទៅហើយបន្ទាប់ពីទទួលបានជាមួយនឹងសមត្ថភាពមួយនេះហើយវាក៏ដល់ពេលបង្កើតជាមួយនឹងមនុស្សសត្វមួយទៀតហើយដែលនៅគឺជាតំណាងសត្វជ្រូកដែលឈ្មោះថាជ្រូកហៃប៉ុន្តែយើងហាក់អបាចេះទៅខ្លីៗជាពិសេសហ្នឹងកញ្ញាបាក់សីរបស់យើងក៏បានរាយការណ៍អំពីព័ត៌មានមួយចំនួនព្រឹត្តិការណ៍ចំពោះយ៉ាងស៊ីរបស់យើងផងដែរក៏បានធ្វើឲ្យគាត់មានការគិតជាច្រើនជាពិសេសក៏មានជាមួយនឹងអ្នកវិទ្យាមន្តក៏បានចូលរួមជាមួយអង្គការរបស់ពួកគេហើយអ្នកវិទ្យាមន្តហ្នឹងគឺជាបងប្រុសរបស់អាប៉ែលាវយ័នអ្នកនរគ្នាគឺអាចនឹងស្គាល់ហើយប៉ុន្តែយើងគឺមិនបាច់ខ្វល់ទេយើងមកកាត់មកខាងនេះ
វិញដោយយើងគឺបានឃើញថាជាមួយនឹងកញ្ញាឈីហើយនិងកញ្ញាម្នាក់នេះគឺពួកគេកំពុងតែមើលជាមួយនឹងការយកពិន្ទុព្រោះថាបើមានពិន្ទុទៅដល់4500ពួកគេពិតជាអាចផ្លាស់ប្ដូរយកជាមួយនឹងជំនាញកម្រិត A rank ប៉ុន្តែគឺត្រូវការសម្លាប់ជាមួយនឹងបិសាច18ក្បាលតែនេះវាអាចទៅរួចដោយរបៀបណាយ៉ាងណាក៏ដោយពួកគេអាចធ្វើជាមួយនឹងភារកិច្ចគឺជាឃាតករគឺដើម្បីសម្លាប់អ្វីមួយអានោះគឺជាភារកិច្ចដែលឆាប់ទទួលបានជាមួយនឹងពិន្ទុស្រាប់តែបរិះក្អែករបស់យើងក៏បានចេញមកហើយក៏បានមកប្រាប់ទៅកាន់ចំពោះពួកគេផងដែរដែលខ្លួនគឺមានជាមួយនឹងភារកិច្ចសម្រាប់ទៅកាន់ពួកគេជាពិសេសអ្នកនរគ្នាក៏អាចខ្ចីជាមួយនឹងពិន្ទុសម្រាប់ទិញជាមួយនឹងតម្រូវការអ្នកគ្នាផងដែរហើយចាំផ្សងពេលក្រោយមូលហេតុដែលចំពោះគាត់បង្កើតជាមួយនឹងវិធីសាស្ត្រនេះឡើងគឺដោយសារតែពួកគេទាំងអស់នេះគឺសុទ្ធតែជាស្នូលអញ្ចឹងហើយពួកគេត្រូវតែរឹងមាំកម្មបដោយចំពោះខាងនេះដែលចំពោះឥឡូវនេះពួកគេទាំងអស់នោះគឺបានមកដល់កន្លែងណាទេខ្ញុំភ្លេចឈ្មោះបាទទៅហើយដែលគាត់ហ្នឹងគឺកំពុងតែពិនិត្យមើលអ្វីមួយនៅកន្លែងទឹកមួយនេះព្រោះថាបើតាមអ្វីដែលគាត់ដឹងរឿងចម្លែកដោយទឹកមួយហ្នឹងត្រូវបានគេហៅថាទឹកព្រះច័ន្ទប៉ុន្តែបើតាមអ្វីដែលគេនិយាយតគ្នាហ្នឹងវាពិតជានាំសំណាងបន្ទាប់ពីបានផឹកសម្រាប់យ៉ាងស៊ីបន្ទាប់ពីបានដឹងអ្វីដែលនៅក្នុងទឹកនោះគឺមិនមែននាំសំណាងអ្វីទេប៉ុន្តែវាគឺជាអង្គធាតុពណ៌ខៀវមើលទៅពួកគេបានចាក់ជាមួយនឹងទឹកនេះតើពួកគេមានគប់ម្ដងអ្វីឲ្យប្រកបយ៉ាងណាក៏ដោយយ៉ាងស៊ីក៏ឆ្ងល់ផងដែរថាទឹកនេះហូរមកពីណាគេបានប្រាប់ថាវាហូរមកពីកន្លែងកំពូលភ្នំមាន់ដែលគឺជាកន្លែងកោះបាណាណាអូខ្ញុំនឹកឃើញវិញហើយដោយកោះហ្នឹងត្រូវបានគេថាកោះបាណាណាហេឈ្មោះយ៉ាងលយហ្មងហើយតើចូលរឿងយើងបន្តរឿងនេះបានធ្វើឲ្យចំពោះយ៉ាងស៊ីរបស់យើងគឺកាន់តែមានការសង្ស័យដូច្នេះគាត់នឹងឲ្យចំពោះពូសលគឺជាអ្នកដោះស្រាយនៅតំបន់មួយនេះតែម្ដងឥឡូវនេះពួកគេក៏បានមកជួបជាមួយនឹងបរិះ3នាក់ផ្សេងទៀតដែរអាប៉ែម្នាក់គឺជាអ្នកលេងវិទ្យាមន្តភ្លើងម្នាក់ទៀតគឺជាអ្នកលេងថាមពលគ្រីស្តាអាការ៉ាគេគឺជាមេយ៉ាងណាក៏ដោយគេក៏បានសួរតើរិទ្ធិស័យចក្រគឺបានមកទេប៉ុន្តែរិទ្ធិស័យចក្រគឺមិនបានមកឡើយភារកិច្ចនេះទុកឲ្យចំពោះយ៉ាងស៊ីរបស់យើងបានធ្វើឲ្យពួកគេគឺមិនសូវជឿទុកចិត្តលើកម្លាំងរបស់យ៉ាងស៊ីឡើយប៉ុន្តែយ៉ាងស៊ីរបស់យើងគឺអាចឲ្យពួកគេសាឡបងជាមួយនឹងមនុស្សរបស់ខ្លួនបានបន្ទាប់ពីលើដូច្នោះហើយអង្គរៈរបស់បរិះម្នាក់គឺចង់សាឡបងដែលអាប៉ែម្នាក់នេះគឺជាអ្នកលេងថាមពលគ្រីស្តាវាគឺចង់សាឡបងចង់ដឹងថាកញ្ញាប់នឹងខ្លាំងប៉ុណ្ណាសំបីតាពាក់លេងថាមពលភ្លើងក៏យល់ស្របផងដែរដោយសារតែពណ៌ដែងនឹងវាចង់សាកល្បងជាមួយនឹងកម្លាំងហើយដូច្នោះខ្ញុំយល់ព្រមដែលឲ្យជាមួយនឹងកញ្ញាឈីរបស់យើងសាកល្បងជាមួយនឹងអាប៉ែដែលលេងថាមពលគ្រីស្តាដោយសារតែអាប៉ែនឹងវាមានជំនឿជឿជាក់លើខ្លួនឯងខ្លាំងពេកជាចុងក្រោយក៏ត្រូវស្បៃរបស់កញ្ញាឈីរបស់យើងនាងប្រើត្រឹមតែការវិបហាមួយតែប៉ុណ្ណោះដេកស្ប៉ាកបាទទៅហើយឥឡូវនេះអាប៉ែនឹងគឺបានដឹងពីអំណាចរបស់កញ្ញាឈីបរិះដែលជាមេគេនឹងគឺបានសរសើរជាខ្លាំងចំពោះគ្នារបស់យ៉ាងស៊ីរបស់យើងអូមែនណាស់គ្នាខ្ញុំគួរតែប្រាំងគ្នាដឹងសិនក្រុមរិទ្ធិស័យចក្រហ្នឹងគឺជាក្រុមមួយដែលខ្លាំងជាងគេហើយអ្នកដែលធំជាងពួកក្រុមហ្នឹងគឺជាមេតបចឹងហើយអ្នកគ្នាអាចនឹងយកមេតបហ្នឹងវាធំតាមមួយដំណាក់លើសជាមួយនឹងក្រុមរិទ្ធិស័យចក្រនោះទេដែលវាបែងចែកជាច្រើនផងខ្ញុំក៏អាចថានឹងសូវរឿងពីបាក់បញ្យល់បន្តិចប៉ុន្តែបន្តិចទៀតអ្នកគ្នាគឺកាន់តែយល់តែចូលរឿងបន្តត្រង់ហ្នឹងខ្ញុំគឺភ្លេចប្រាប់អ្នកគ្នាការពិតទៅនៅពេលដែលកញ្ញាបាសីប្រាប់ព័ត៌មានមកកាន់ចំពោះយ៉ាងស៊ីហ្នឹងគឺពួកគេប្រំពីការកើនឡើងជាមួយនឹងសត្វចម្លែកដែលមកពីភពក្រៅយើងក៏បានឃើញចំពោះមនុស្សប្រហែលកំពុងតែយុទ្ធជាមួយនឹងសត្វចម្លែកស្រាប់តែយើងបានឃើញជាមួយនឹងនាវវិតមុនគឺកំពុងតែហែកទឹកទៅកន្លែងទីជម្រៅណាមួយប៉ុន្តែយើងបានឃើញជាមួយនឹងកញ្ញាម្នាក់ក៏ជាមនុស្សមកពីពិភពផ្សេងផងដែរហើយនាងគឺមើលទៅនេះដោយការមានជាមួយនឹងបញ្ជាអ្វីមួយមើលទៅនេះដោយសារតែនាងគឺចង់បានជាមួយនឹងគ្រីស្តាល់វេទមន្តដើម្បីបង្កើនជាមួយនឹងកម្រិតរបស់នាងហើយនាងអាចទៅកាន់ចំពោះពិភពរបស់នាងវិញដោយពិភពរបស់នាងគឺត្រូវបានគេថា ODC កន្លែងហ្នឹងក៏ខ្ញុំភ្លេចប្រាប់ផងដែរនិយាយទៅគឺភ្លេចប្រាប់ច្រើនតែម្ដងដោយពួកគេក៏ចង់សង្កេតអំពីភព ODC ផងដែរបាទយើងបន្តពីដឹងព័ត៌មានតែចាំបន្តទៀតហើយកញ្ញាហ្នឹងគឺបានឃើញជាមួយនឹងនាវវេទមន្តរបស់យើងក៏បានមកដល់ទីនេះស្រាប់តែពួកគេក៏បានចាប់ផ្ដើមបើជាមួយថាមពលវិវហាគ្នាតែម្ដងប៉ុន្តែដោយសារតែនាវវេទមន្តហ្នឹងគឺបានមើលស្រាមពីក្របព្រួយរបស់កញ្ញាម្នាក់ហ្នឹងដោយសារតែក្របព្រួយហ្នឹងវាអាចវិវហាត្រឡប់មកវិញបានស៊ីមកក្របព្រួយរបស់កញ្ញានឹងបានបាត់ទៅហើយនាងក៏បានសូត្រជាមួយនឹងអ្វីទេបានកើតជីវៈដោះលើជាមួយនឹងរូបរាងកាយរបស់នាងវេទមន្តនាងក៏បានហោះចាស់ចេញពីទីនេះការពិតទៅនោះគឺគ្រាន់តែជាវីដេអូដែលយ៉ាងស៊ីរបស់យើងមើលអំពីការចងចាំរបស់នាងវេទមន្តតែប៉ុណ្ណោះគាត់ក៏ចាប់ផ្ដើមដឹងរឿងគឺកាន់តែច្រើនហើយអំពីរឿងនេះមើលទៅមនុស្សដែលមកពីពិភពផ្សេងហ្នឹងគឺមិនមែនជាមនុស្សធម្មតាឡើយសំណាងហើយដែលគាត់គឺបានរៀបចំដើម្បីទប់ស្កាត់ជាមួយនឹងបញ្ហាមួយនេះ
រឿងនេះគាត់ជាមួយនឹងកញ្ញាបាក់សីរបស់យើងច្បាស់ថាប្រកាសជានឹងដោះស្រាយគឺកាន់តែលឿនគឺកាន់តែល្អតែម្ដងនាងក៏បាននិយាយផងដែរថាមានជាមួយនឹងគ្រួសារអូយ៉ាងក៏បានជាមកកាន់នៅក្នុងសមាជិកអង្គការរបស់ពួកគេផងដែរយើងកាប់បង្ហាញចំពោះគ្រួសារអូយូយ៉ាងដែលពួកគេកំពុងតែមើលជាមួយនឹងស្រមុកមួយនេះដែលគាត់គឺកំពុងតែនិយាយជាមួយនឹងកញ្ញាម្នាក់ដែលនាងក៏មានការឆ្ងល់ផងដែរតើពួកយើងគួរតែយកជាមួយនឹងទឹកថ្នាំរបស់ពួកគេមកពិនិត្យដែរឬទេសម្រាប់រឿងនេះគាត់គឺមិនចង់ឲ្យពួកគេធ្វើដូច្នោះឡើយដោយសារតែវាធ្វើដូច្នោះវាគឺគ្មានការចាំបាច់នោះទេដែលនេះគឺជាកូនប្រុសរបស់អូយូយ៉ាងហើយបីជាកំពុងតែអង្គុយតាំងសមាធិដោយកញ្ញាម្នាក់ក៏បាននិយាយជាមួយណាប៉ែនងផងដែរដោយមើលទៅដូចជាមិនចង់ឲ្យគេចូលរួមជាមួយនឹងអង្គការវិនិច្ឆ័យនោះទេព្រោះថាវាគឺពិតជាគ្រោះថ្នាក់យ៉ាងណាក៏ដោយអ្នកក៏ជាកូនប្រុសសម្រាប់នៅក្នុងគ្រួសារដើម្បីស្នងតំណែងឬក៏មរតកហើយយើងក៏បានឃើញជាមួយនឹងកន្លែងកងបញ្ជាការកំពុងតែពិភាក្សាអំពីការកើនឡើងនៃមនុស្សភពក្រៅសូម្បីតែនៅខាងសហគមន៍ហេរ៉ូពួកគេក៏បានពិភាក្សាអំពីរឿងនេះផងដែរព្រោះថាអំណាចនៃមនុស្សជាតិរបស់ពួកគេគឺកាន់តែធ្លាក់ចុះប៉ុន្តែអំណាចរបស់មនុស្សភពក្រៅដែលមើលទៅនេះគឺកាន់តែខ្លាំងជាពិសេសពួកគេក៏បាននិយាយអំពីអង្គការវិនិច្ឆ័យផងដែរដែលពួកគេមានជាមួយនឹងទឹកវិតមុនអាចបង្កើនជាមួយនឹងកម្លាំងមនុស្សជាតិបានបន្ទាប់ពីលើដូច្នោះក៏បានកោតសរសើរតែម្ដងព្រោះថាជាមួយនឹងវិធីសាស្ត្រដែលតាំងសមាធិរបស់ពួកគេនឹងមនុស្សមួយចំនួនគឺពិតជាពិបាកយកដោយពួកគេក៏មិនចង់ឲ្យបែកធ្លាយផងដែរគាត់ពិតជាមានការសប្បាយចិត្តបន្ទាប់ពីបានដឹងថាមានជាមួយនឹងថ្នាំបែបនោះប៉ុន្តែមិនដឹងថាវាគឺជាការពិតឬអត់នោះទេដោយសារតែវាពិបាកនឹងជឿយ៉ាងស៊ីរបស់យើងក៏បានមើលអំពីការសន្ទនារបស់ពួកគេទាំងពីរនាក់នោះផងដែរការបង្ហាញចំពោះមនុស្សដែលមកដល់ក្នុងវិមានទីស្នាក់ការកណ្ដាលដែលគឺជាវិមានឋានសួគ៌ដែលមនុស្សពីរនាក់គឺកំពុងតែនិយាយជាមួយគ្នាជាពិសេសក៏មានមនុស្សមកពីគ្រួសារអូយ៉ាងផងដែរអ្នកគ្នាផាយស្គាល់ហើយកញ្ញាបាក់សីរបស់យើងក៏បានដើរមកយើងបានឃើញជាមួយនឹងអាប៉ែម្នាក់នេះបានកត់សម្គាល់ជាមួយនឹងកញ្ញាបាក់សីយើងជាខ្លាំងមូលហេតុដែលនាងមើលទីនេះគឺដើម្បីប្រគល់ទឹកថ្នាំទៅឲ្យទៅកាន់អាប៉ែម្នាក់នេះអាប៉ែម្នាក់ហ្នឹងបន្ទាប់ពីបានផឹកហើយវាក៏ទទួលបានជាមួយនឹងសមត្ថភាពដូចជាជីតារបស់វាគឺជាការកោះហៅជាមួយនឹងនាគបៃតងដោយវាមានការរំភើបជាខ្លាំងជីតារបស់វាគឺជាអាប៉ែឈ្មោះថាលូត្រូវបានងាប់នៅក្នុងមួយដំបងរបស់សុនខុងខ្លាចថាអ្នកនរអស់គ្នានឹងភ្លេចស្រាប់តែអាប៉ែដែលមានការសង្ស័យហ្នឹងក៏ហ៊ានសួរជាមួយនឹងកញ្ញាបាក់សីអំពីព្រឹត្តិកិច្ចប្រចាំថ្ងៃគឺជាព្រឹត្តិកិច្ចធម្មតាចាប់ការទៅកាន់ចំពោះសត្វចម្លែកតើអ្នកយកជាមួយនឹងសត្វចម្លែកហ្នឹងគឺធ្វើជាមួយគ្រឿងផ្សំវាដែរឬទេនាងក៏មិនបាននិយាយអ្វីច្រើនផងដែរប៉ុន្តែដឹងថាគាត់គឺបានកត់សម្គាល់ជាមួយណាក្មេងម្នាក់ហ្នឹងបើសិនយកវាមកតាមខ្លួនគឺពិតជាល្អមែនទែនព្រោះថាទេពកោសល្យវាក៏មិនធម្មតាផងដែរបង្ហាញពីកន្លែងពោះសរបស់យើងវិញដែលគាត់គឺកំពុងតែពិភាក្សាជាមួយនឹងយ៉ាងស៊ីរបស់យើងដែលគាត់ប្រកល់ជាមួយនឹងថាមពលអេរ៉ាំងពីរដងគឺជាថាមពលផ្លាស្មាប្រកល់ឲ្យទៅកាន់ចំពោះពោះសរបស់យើងបន្ទាប់មកគាត់ក៏បានគ្រប់គ្រងទៅកាន់ចំពោះអាប៉ែម្នាក់នេះប៉ុន្តែញ៉ាំចាំឈ្មោះវិញនោះទេដោយយើងបានឃើញជាមួយនឹងទីប្រជជនរបស់ពួកគេខ្ញុំដឹងត្រឹមថាពួកគេទាំងអស់ហ្នឹងត្រូវបានហៅថាគ្រួសារបៃតងដោយពួកគេហ្នឹងគឺចង់ចូលរួមជាមួយនឹងមនុស្សពណ៌ខៀវហើយពួកយើងគ្រាន់តែលះបង់ជាមួយនឹងរាងកាយរបស់ពួកយើងបន្ទាប់មកពួកយើងខ្លាចទៅជាមនុស្សមានអំណាចតែម្ដងយ៉ាងស៊ីដែលគ្រប់គ្រងទៅកាន់ចំពោះអាប៉ែម្នាក់ហ្នឹងដោយមានការខឹងចំពោះវាជាខ្លាំងយ៉ាអាមនុស្សក្បត់ជាតិស្រាប់តែយើងក៏បានឃើញចំពោះក្មេងប្រុសម្នាក់គឺងើកឈរឡើងគឺដើម្បីតវ៉ាប៉ុន្តែជាចុងក្រោយនឹងយើងបានឃើញថាអាប៉ែម្នាក់នោះក៏បានសម្លាប់ទៅកាន់ចំពោះក្មេងប្រុសម្នាក់នឹងចោលតែម្ដងពិតជាសាហាវឃោឃៅមនុស្សគ្រប់គ្នានៅទីនោះបានត្រឹមតែឈរមើលអំពីការសម្លាប់ក្មេងប្រុសម្នាក់នោះព្រោះថាវាពិតជាសាហាវឃោឃៅតែម្ដងប៉ុន្តែមើលតែអាប៉ែនឹងនៅតែបញ្ចេញជាមួយនឹងទឹកមុខស្នាមញញឹមដដែលនៅតែបញ្ចុះបញ្ចូលទៅកាន់ពួកគេបង្ហាញពីមួយសតួក្រីមួយទៀតដែលយើងគឺបានឃើញថាយ៉ាងស៊ីគឺកំពុងតែមើលជាមួយនឹងបរិសម្នាក់ដែលគាត់គឺបានចុះចំណាត់ថ្នាក់លេខ6ដែលនេះគឺជាអ្នកប្រដាដែលជាធម្មពលពិសេសគេដាក់ឈ្មោះអញ្ចឹងមើលទៅសម្រាប់ប៉ែក្បាលលឿងនឹងមិនដឹងថាមានគោលបំណងអ្វីនោះទេប៉ុន្តែវាក៏បានប្រាប់អាចកំបាំងការពិតតាមម្ដងទៅអ្នកគ្រាន់តែមើលបន្តិចទៀតថានឹងមានរឿងអ្វីកើតឡើងអាចកំបាំងនោះគឺយើងបានឃើញជាមួយនឹងបរិសម្នាក់ដូចជាសត្វចម្លែកចេញមើលក៏ចាប់ដើមវាប្រហារទៅកាន់ចំពោះបរិសម្នាក់នឹងហើយវាក៏បាននិយាយបន្តទៀតផងដែរថាឲ្យចំពោះបរិសប្រដាម្នាក់នឹងមើលបន្តអំពីសកម្មភាពមួយនោះបន្តិចទៀតទៅអ្នកនឹងគឺកាន់តែយល់ច្បាស់ព្រោះថាដើម្បីឈានទៅដល់អំណាចនៃកម្រិតទី3ខ្ញុំគួរតែធ្វើដូ
ច្នោះព្រោះថាអ្នកពិតជាគ្មានបានការមែនគ្រាន់តែឈានទៅដល់កម្រិតទី3ក៏អាចទៅរួចផងដែរដោយអាប៉ែនឹងមានគោលបំណងគឺដើម្បីទម្លុះជាមួយកម្រិតរបស់វាឈានទៅដល់កម្រិតទី3ដោយយ៉ាងស៊ីរបស់យើងបានឃើញជាមួយនឹងបីសាច់នឹងស្រូបអ្វីទេចេញអំពីមនុស្សម្នាក់ដែលគេសម្លាប់ចោលមើលទៅដូចជាការគិតរបស់យ៉ាងស៊ីនោះគឺជាផលដែលទាក់ទងជាមួយនឹងទឹកដែលពួកគេបានផឹកស្រាប់តែបរិះក្បាលតងោនឹងខឹងជាខ្លាំងបណ្ដាច់ជាមួយនឹងខ្សែចំណងរបស់គាត់ក៏ស្ទុះវាប្រហារជាមួយនឹងអាក្បាលពណ៌លឿងនេះតែម្ដងប៉ុន្តែមិនអាចធ្វើអ្វីបានរឹងរបួសបាទទៅហើយយ៉ាងណាក៏ដោយសមត្ថភាពរបស់អ្នកនឹងវានៅតែខ្សោយគាត់ក៏បានវាប្រហារបន្ថែមទៀតទៅកាន់ចំពោះពេលម្នាក់នឹងហើយថាមពលពណ៌ខៀវនោះនឹងចាប់ដើមគ្រប់គ្រងជាមួយនឹងអវយវៈរបស់គាត់ជាពិសេសនឹងគ្រប់គ្រងទៅកាន់ខួរក្បាលវាដូចជាអាយ៉ងអញ្ចឹងហើយគាត់ក៏ទុកឲ្យចំពោះលោកពូរបស់គេឈ្មោះថាឌីរុនជាមួយនឹងប្អូនប្រុសរបស់គេនៅទីនេះនឹងមើលចំពោះអាប៉ែម្នាក់នឹងសម្រាប់យ៉ាងស៊ីយើងវិញគឺបានកំពុងតែមើលទៅកាន់អាប៉ែម្នាក់នោះហើយក៏បានមកសួរទៅកាន់ចំពោះលោកពូឌីរុនថាបើស្វដូច្នោះមិនខ្លាចវារើរួចនោះទេប៉ុន្តែយ៉ាងណាក៏ដោយគាត់ប្រតិកម្មចំពោះមួយរបស់គាត់ថាក៏មានការបារម្ភអីបន្ទាប់ពីត្រូវថាមពលមនុស្សហើយគឺមិនអាចធ្វើអ្វីបានឡើយអញ្ចឹងលោកពូខ្ញុំសងចូលបន្ថែមទៀតដើម្បីការពារប្រសើរជាងការព្យាបាលស្រាប់តែក៏បានទៅជួយជាមួយនឹងអាប៉ែនោះតែម្ដងចាស់បញ្ចូលជាមួយនឹងថាមពលរបស់គាត់ដើម្បីលុបបំបាត់ជាមួយនឹងថាមពលពណ៌ខៀវអាប៉ែនោះក៏បានដឹងអំពីការជួយរបស់យ៉ាងស៊ីយើងផងដែរយ៉ាងស៊ីគ្រាន់តែសម្ដែងធ្វើចងឲ្យចំពោះលោកពូឌីរុនគឺបានសរសើរទៅការសមត្ថភាពរបស់គេប៉ុន្តែជាចុងក្រោយត្រូវបានមកការវិបហាបាទទៅហើយអាក្បាលលឿងក៏បានដឹងពីព្រឹត្តិការណ៍មួយនេះផងដែរគេក៏មានការឆ្ងល់តែពីណាគេដែលអាចបំផ្លាញជាមួយនឹងថាមពលរបស់ខ្លួនបានបន្ទាប់ពីបានមកមើលទៅបានឃើញថាលោកពូរបស់គេនឹងគឺត្រូវបានអតែបាទទៅហើយក៏បានគេអំពីការវិបហាពីក្រីខ្នងរបស់គេអ្នកដែលវិបហាគឺជាបរិះប្រដានឹងហើយយ៉ាងស៊ីយើងក៏បានចេញមកផងដែរការពិតទៅអាប៉ែក្បាលលឿងនឹងគឺមានការសង្ស័យតាំងពីយូរហើយចំពោះប្អូនប្រុសរបស់គេប៉ុន្តែគេគ្រាន់តែមិនទាន់ហ៊ានវិបហាឥឡូវនេះគេបានដឹងហើយថាមនុស្សនោះគឺបានគ្រប់គ្រងមកកាន់ចំពោះប្អូនប្រុសរបស់គេបាទទៅហើយវាក៏ចាប់ដើមមកវិបហាមកកាន់ចំពោះយ៉ាងស៊ីរបស់យើងតែម្ដងគាត់ក៏មានការឆ្ងល់ផងដែរតែអ្នកវិបហាដូចជ្រោមមិនខ្លាចរឿងរបួសចំពោះប្អូនប្រុសរបស់អ្នកនោះទេវាគឺមិនខ្វល់ឡើយប្រសិនបើប្អូនប្រុសរបស់គេងាប់ក៏ងាប់ដោយកិត្តិយសវាក៏បានវិបហាទៅជាសំណាងល្អកញ្ញាបាក់សីក៏បានមកជួយចំណែកបរិះប្រដានឹងចេញទៅខាងក្រៅដើម្បីទប់ទល់អំពីរឿងចម្លែកដែលកើតឡើងហើយយើងបានឃើញថាអាប៉ែនោះវិបហាទៅកាន់ចំពោះអាប៉ែប្រដាបានធ្វើឲ្យយ៉ាងស៊ីរបស់យើងគិតតែការពារជាមួយនឹងអាប៉ែម្នាក់នោះភ្លេចប្រុងប្រយ័ត្នត្រូវបានវាសម្លាប់ចោលបាទទៅហើយការពិតទៅនោះគឺជាគម្រោងផែនការរបស់វាគ្រាន់តែចង់បញ្ឆោតឲ្យយ៉ាងស៊ីរបស់យើងភ្លេចខ្លួនវារើអាកាសដើម្បីសម្លាប់យ៉ាងស៊ីរបស់យើងតែប៉ុណ្ណោះកម្មដល់ខាងក្រៅយើងបានឃើញជាមួយនឹងសត្វចម្លែកដ៏ធំតែម្ដងដោយមានជាមួយនឹងបរិះម្នាក់កំពុងតែឡាយផ្ទាល់ដែលគាត់គឺបង្ហាញពីបងប្រុសរបស់គាត់កំពុងតែប្រយុទ្ធជាមួយនឹងសត្វចម្លែកមិនដឹងថានឹងអាចយកឈ្នះបានឬអត់នោះទេព្រោះថាមេតវាប្រពន្ធជាឲ្យគាត់ប្រពន្ធមេដៃប៉ុន្តែក្រកកំភ្លើងនឹងគឺមិនអាចធ្វើអ្វីបានឡើយមើលទៅប្រហែលគាត់នឹងស្លាប់នៅក្នុងកំដាប់ដៃរបស់សត្វចម្លែកមួយនេះបាទទៅហើយជាសំណាងល្អហើយយើងបានឃើញជាមួយនឹងថាមពលអ្វីមួយវាប្រហែលទៅកាន់សត្វចម្លែកមនុស្សបាទទៅហើយថាមពលដែលបានវាប្រហែលនោះគឺគ្មានពីណាឆ្ងាយអំពីពូសរបស់យើងនោះទេដែលជាមួយអំណាចរបស់គាត់ចាប់ការទៅកាន់ចំពោះបិសាចនឹងឡើងស៊ីផុយហើយក៏ស្រូបយកជាមួយនឹងអំណាចថាមពលរបស់វាផងដែរដែលស្ថិតនៅក្នុងកម្រិតអេរ៉ែងឈ្មោះរបស់វាអីទៅអ្នកខ្ញុំភ្លេចចាំមើលតិចទៀតចាញ់ខ្ញុំប្រាប់ទៅស្រាប់តែអាប៉ែដែលយ៉ាងស៊ីយើងសង្គ្រោះនឹងវាក៏បានសុំអង្វរដើរតាមយ៉ាងស៊ីយើងតាមម្ដងហើយអាបកាយយកចេញឆ្ងាយមិនតង់ជើងអញវៃតាមមកដល់ពេលដែលអាប៉ែស្អីគេនឹងសម្លាប់ទៅកាន់ចំពោះប្អូនប្រុសរបស់វាជាសំណាងល្អហើយដែលយ៉ាងស៊ីយើងកិច្ចផុតបើមិនដូច្នោះទេត្រូវបាប៉ែនឹងសម្លាប់ចោលបានបាយទៅហើយកញ្ញាបាសីក៏បានចេញមកនិយាយជាមួយនឹងអាប៉ែនឹងតាមម្ដងព្រោះថាវាគឺបានធ្វើខុសបាទទៅហើយដូច្នោះនាងដាក់ជាមួយនឹងទណ្ឌកម្មគឺដើម្បីកែប្រែជាមួយនឹងចិត្តរបស់វាដោយអំណាចថាមពលរិនទាវវិបហាវាគឺឲ្យវាដឹងជាមួយនឹងទូកំហុសរបស់វានាងក៏បានចាស់ចេញពីទីនេះដោយខ្ជិលខ្វល់ជាមួយនឹងកន្តើបសម្រាមអានឹងវាបានត្រឹមតែមកសុំទោសចំពោះប្អូនប្រុសរបស់វាតែប៉ុណ្ណោះព្រោះថាវាគ្មានជំរឿអ្វីក្រៅពីនេះឡើយចំណែកខាងប្រជាជនគឺកំពុងតែមានការភ័យខ្លាចពីសត្វចម្លែកមួយនេះព្រោះថាវាធំខ្លាំងពេកប៉ុន្តែអាប៉ែក្បាលតងោក៏បានមកជួយចំពោះពួកគេទាន់ពេលវេលាតែម្ដងជាចុងក្រោយក៏ត្រូវបានប
បិសាចនឹងវិបកវិញបាទទៅហើយគាត់ក៏បានដឹងផងដែរថាសមត្ថភាពរបស់បិសាចនឹងគឺមិនធម្មតានោះទេគាត់គួរតែប្រើជាមួយនឹងស្នៀតចុងក្រោយរបស់គាត់ដែលនោះគឺជាអំណាចចុងក្រោយរបស់គាត់គឺជាស្នៀតប្រដាគុណខ្មែរវាយប្រហារទៅកាន់សត្វចម្លែកនោះមួយដៃឃ្លុះខ្លួនតែម្ដងមនុស្សដែលកំពុងតែមើលក៏បានដឹងពីស្នៀតមួយនោះផងដែរដោយវាគឺពិតជាខ្លាំងតែម្ដងបរោះទាំងឲ្យយើងភ្លេចខ្លួននឹងបានឃើញថាអាក្បាលលឿងគឺបានមើលសម្លាប់ទៅកាន់គាត់បាទទៅហើយនេះដោយសារតែគាត់គឺគ្មានការប្រុងប្រយ័ត្នហើយអាប៉ែហ្នឹងក៏បានដើរមកកាន់ចំពោះសត្វចម្លែកមួយនោះទាំងដែលគាត់អស់ជាមួយអាប៉ែក្បាលតងោដោយឲ្យវាស្រូបជាមួយនឹងថាំពរពណ៌លឿងយ៉ាងណាក៏ដោយមូលហេតុដែលគាត់ធ្វើដូច្នោះក៏ចង់ដើម្បីទទួលបានជាមួយនឹងថាំពរដែលឈានទៅដល់កម្រិតទី3ផងដែរគាត់ក៏បានសម្លាប់ចំពោះសត្វចម្លែកមួយនេះដើម្បីស្រូបយកជាមួយអំណាចនៃពណ៌ខៀវធ្វើយ៉ាងណាក៏ដោយឲ្យគាត់ឈានទៅដល់កម្រិតទី3មើលទៅសំបីតែមេបញ្ជាការក៏គ្មានអ្វីខ្លាំងជាងខ្ញុំផងដែរអាប៉ែនេះវាបានអំណាចគឺបាំងមុខបាត់ហើយគិតលែងដឹងខុសលែងដឹងត្រូវ